បាទជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញឬក៏ប្រាប់ចំពោះបងប្អូនដែលជួបបញ្ហាដូចខ្ញុំបាទអញ្ចឹងខ្ញុំក៏ធ្លាប់ជួបបញ្ហាដែរគឺបញ្ហាគេដាក់ថាគណនីនៅស្ងៀមឬគ្មានសកម្មភាពបាទអញ្ចឹងនៅក្នុង AC បាទនៅពេលដែលយើងបាញ់លុយចូលធម្មតាប៉ុន្តែយើងបាញ់ចេញទៅវិញគឺបាញ់អត់ចេញទេបាទអញ្ចឹងចំពោះបងប្អូនដែលជួបបញ្ហាហ្នឹងបងប្អូនអាចមើលនៅវីដេអូរបស់ខ្ញុំបានដោយសារខ្ញុំក៏ធ្លាប់ជួបដែរប៉ុន្តែយើងអាចដោះស្រាយបានបាទអញ្ចឹងគណនីរបស់យើងលោតអញ្ចឹងដោយសារតែយើងអត់ដែលមានលំហូរសាច់ប្រាក់ឬក៏អត់ដែលមានសកម្មភាពនៅក្នុងកុងហ្នឹងបាទអញ្ចឹងនៅពេលដែលយើងអត់ដែលមានសកម្មភាពឬក៏លំហូរសាច់ប្រាក់ទូទាត់តាមហ្នឹងទេគឺគណនីហ្នឹងគេត្រូវបានផ្អាកហើយបាទដំណោះស្រាយបងប្អូនអាចមើលវីដេអូនេះបានបាទជំហានដំបូងបងប្អូនទាំងអស់គ្នាគ្រាន់ចូលមកកាន់ app AC មកបាទ AC របស់យើងហ្នឹងបាទហើយបងប្អូនត្រូវការវាយលេខកូដបាទដោះលេខកូដរបស់យើងឬក៏ scan មកបាទអញ្ចឹងនៅពេលយើងវាយហើយវានឹងលោតបែបនេះបាទអញ្ចឹងនេះគណនីនៅស្ងៀមឬគ្មានសកម្មភាពអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចលើនឹងមកបាទអញ្ចឹងបន្ទាប់ពីយើងប៉ះលើនឹងហើយខាងធនាគារគេនឹងជូនដំណឹងមកយើងបាទគេដាក់ថាលេខគណនីរបស់អ្នកត្រូវបានដំណើរការរួចរាល់នៅម៉ោងប៉ុណ្ណេះថ្ងៃទីប៉ុណ្ណេះអញ្ចឹងចុះបាទអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងបងប្អូនគ្រាន់តែចូលមកកាន់ app ឬclear app នឹងសារថ្មីទៅហើយបងប្អូនចូលវិញសារថ្មីបាទអញ្ចឹងបងប្អូន clear ហើយបងប្អូនចូល app សារថ្មីនោះបាទអញ្ចឹងគណនីរបស់យើងគឺដំណើរការវិញធម្មតាហើយបាទអញ្ចឹងតែប៉ុណ្្នឹងទេបាទបងប្អូនអាចប្រើការវិញបានបាទក្នុងករណីមួយទៀតបាទក្នុងករណីមួយទៀតនៅពេលដែលបងប្អូនចូលមកកាន់ app AC របស់យើងហើយបាទលោតអញ្ចឹងដូចគ្នាបងប្អូនដោះលេខកូដមកចូលកុងរបស់យើងបាទអញ្ចឹងករណីនេះគឺគណនីនៅស្ងៀមឬគ្មានសកម្មភាពដែរបាទប៉ុន្តែគ្រាន់ខុសពីមុននៅពេលដែលបងប្អូនអុកនៅលើកុងរបស់យើងនឹងហើយវាមិនមែនលោតជូនដំណឹងទេប៉ុន្តែវាលោតចេញតម្រង់បែបនេះវិញបាទបាទអញ្ចឹងក្នុងករណីដែល app របស់យើងចុចកន្លែងអ្នកគណនីនៅស្ងៀមឬគ្មានសកម្មភាពហើយវាលោតបែបហ្នឹងដំណោះស្រាយនេះគឺបងប្អូនត្រូវការតាក់ទងទៅខាងបុគ្គលិកធនាគារដើម្បីឲ្យគាត់ដោះស្រាយឲ្យយើងបាទអានឹងបានកើតបាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនាហើយបើពេញចិត្តនៅវីដេអូមួយនេះសម្រាប់បងប្អូនដែលមិនទាន់ជួយចុច Subscribe សូមបងប្អូនជួយចុច Subscribe នៅ Channel YouTube ខ្ញុំម្នាក់មួយផងអរគុណបងប្អូន